Welcome to video part 2 ដល់គ្នាលើមកទៀតហើយមកជាមួយពួកខ្ញុំធ្វើមកហោឯណាដឹងធ្វើអីទៀតនេះមានស្អំមានមហាតិចយកមហាញាត់មួយស្អំទៅអ្នកនរគ្នាតើអ្នកនរគ្នាអាចមើលបាននៅក្នុងផ្ទះបាយរបស់ខ្ញុំក៏មានតន្ត្រីកំដរដែរចឹងក្នុងផ្ទះបាយបងមានតន្ត្រីកំដរនេះមានអ្នករាំឲ្យមើលអីចឹងណាយើងធ្វើមកហោបតាមានអ្នករាំឲ្យមើលបតាតែឥឡូវកំរាំយូរពេកផើឲ្យទៅដាំបាយមួយមើលនេះទៅដាំបាយណាតោះវាគាត់ទៅដាំបាយហើយយើងមកហាន់បន្លែតបន្លែហ្នឹងយើងមិនហាន់ណាយើងកាត់កង់ណាគេហាន់អីចប់ហើយកាត់កង់ចឹងមកហើយបន្ទាប់មកទៀតចាំយើងឆ្កឹះអាគ្រឿងក្នុងវាចេញណាអ្នកគ្នាឆ្កឹះវាចេញចឹងមកឆ្កឹះឲ្យស្អាតបើស្អាតទេវាអាចល្វីងអីចឹងណាសម្រាប់អ្នកអត់ចេះញ៉ាំល្វីងតោះមកធ្វើការដាក់ទឹកក្នុងឆ្នាំងហើយយកម្រះរបស់យើងហ្នឹងទៅដាក់ចូលក្នុងឆ្នាំងមកដល់គ្នាដើម្បីសោសវាចឹងណាហើយយើងមកឆ្លៀតពេលហាន់សាច់ឲ្យហើយហាន់សាច់យើងទូចមកដល់គ្នាហាន់ហើយយើងងាយសួនច្រាមឆាប់ម៉ត់ឆាប់បានយកទៅដាក់វាលាយគ្រឿងញ៉ាំអីចឹងលេងច្រាមចឹងមកបើស្មានបងប្អូនណាដែលចេះចាំទៅជួអាចហ៊ានច្រាមតាមខ្ញុំបានណានេះតទៅពីយើងច្រាមសាច់ជ្រូកប៉កហើយយើងមកដងខ្ទឹមម្ដងអ្នកគ្នាយើងដំអញ្ចឹងមកតាមខ្ញុំមកចេះដំមកអ្នកគ្នាអញ្ចឹងយើងដំវាហើយយើងច្រាមវាឲ្យម៉ត់ណាអ្នកគ្នាច្រាមរួចយើងមកធ្វើការប្រឡាក់សាច់របស់យើងដែលដាក់ខ្ទឹមចូលហើយយើងមានស្គរប៊ីចេងអំបិលម្រេចអីចឹងបន្តិចមកអ្នកគ្នាកុំដាក់ច្រើនពេកឃើញសាច់តិចចឹងឯងអ្នកតែខ្ញុំអត់សូវញ៉ាំសាច់ទេចូលចិត្តញ៉ាំបន្លែច្រើនជាងហើយធ្វើការថែមដែកដីហើយនឹងទឹកត្រីតិចមកអ្នកគ្នាតោះមកមានលឹកខ្ទឹមហើយតាមពងទាមកគាត់ទៀតមកដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ចឹងណាហើយអ្នកនរគ្នាពេលស្ងោរម្ដងអ្នកនរគ្នាមានកោគ្រឿងដូចខ្ញុំអត់ខ្ញុំចូលចិត្តកោគ្រឿងចឹងណាដើម្បីឲ្យខ្ទឹមវាឈ្ងុយយ៉ាងអ្នកគ្នាធ្វើតាមនឹងមកមានប័រស្គរប៊ីចេងពេញឆាអីយើងដាក់កោខ្ទឹមយ៉ាងមកតមកស្លូយើងក៏ឆ្អានហើយនេះជាលទ្ធផលចុងក្រោយអ្នកភ្លក់របស់យើងក៏មកដល់គាត់ធ្វើការវាតម្លៃទៅលើស្លូហ្នឹងតែឆ្ងាញ់ឬក៏អត់អីចឹងណាអ្នកគ្នាមិនមែនលំមិនមែនចេះតែធ្វើណាអ្នកគ្នាក៏មានអ្នកវាតម្លៃម្ហូបនឹងដែរកំពូលអ្នកវាតម្លៃហ្មងបើអត់ឆ្ងាញ់គឺអត់ឆ្ងាញ់តែបើឆ្ងាញ់ចឹងណាអ្នកគ្នាលើកឆ្នាំងហត់តស្អាតគ្មានសម្ដុំទេអរគុណសម្រាប់ការតាមដានបាយបាយ